dương tặng ọc này nó có chẳng đăng pi bảo vật ôn chẳng là chẳng chui phép bảo vật tị máu tha ca pi ôn bà lòng chọp chấm miếng chăm na nơi tù tua bọc na chẳng là ôn hay cầm thì ấyนี่ខ្ញុំប្រឡងចម្រៀងនៅឆ្នាំ1990ចាជាប់ចំណាត់ថ្នាក់លេខ1នៅប៉ុស្តិ៍ទូរទស្សន៍អប្សរាចាជាបទសម័យប៉ុន្តែនិពន្ធដោយខ្លួនឯងក៏ដូចជាមានអ្នកនិពន្ធឲ្យយើងបកស្រាយអញ្ចឹងណាបងចាហើយចុះបាត់មុខមករយៈនេះមករយៈធំមែនហ្មងចាមករយៈធំមកតំហឹងចាហ្នឹងហើយបាត់មករយៈធំនឹងទៅណាខ្លះហើយធ្វើការងារអីក្រោយពីពេលជាប់ជ័យលិភីលេខ1ហើយចាគឺបានទៅរស់នៅជាមួយនឹងម្ដាយនៅឯស្រុកស្រែចាហើយក៏ឆ្លៀតធ្វើការសំណង់អីបន្តិចបន្តួចជាមួយនឹងអ្នកភូមិអ្នកស្រុកហ្នឹងដែលគេមកការអញ្ចឹងក៏សុំគេជូនអិតជូនអីអញ្ចឹងណាបងចាដើម្បីដោះស្រាយជីវភាពហើយនឹងមើលថែម្ដាយឈឺផងចាឥឡូវសូមប្រហើសម្លេងមួយបទដែលការច្រៀងជាប់លេខ1វឿនជួយច្រៀងតិចមើលផ្លេចហើយប៉ុន្តែនៅមានបទចម្រៀងមួយទៀតដែលតាក់ទងនឹងជីវិតពិតរបស់ប្អូនដែលឡើងមកនៅទីក្រុងភ្នំពេញចាហើយរស់នៅជាមួយនឹងគេសំនៀងខ្ញុំច្រៀងរៀបរាប់សាច់ក្តីប្រាប់ញាតិប្រុសស្រីស្រុកស្រែចំការថាខ្ញុំឃ្លាតឆ្ងាយកាយរងខ្លោចផ្សាអាសូរមេត្តាស្មានកូនបានសុខចាជំរាបសួរបងប្អូនទស្សនិកជនទាំងអស់ចាដែលតែងតែតាមដានរាល់ការសម្ភាសផុសនាងខ្ញុំជាមួយនឹងសិល្បករសិល្បករនីជាពិសេសមុខមហូបតែថ្ងៃនេះអត់ទេសម្ភាសអ្នកសិល្បៈចាអញ្ចឹងសូមបងប្អូនតាមដានជាមួយនឹងនាងខ្ញុំដែលការសម្ភាសប្អូនស្រីសួនសវឿនចាបងចាជំរាបសួរបងចាសុខសប្បាយហើយសុខសប្បាយបងចឹងហើយហ្នឹងហើយអូនបងចង់សួរព្រោះបងប្អូនយើងទាំងអស់គ្នានោះក៏ចង់ដឹងពីប្រវត្តិប្អូនចឹងណាអញ្ចឹងជួយប្រាប់ប្រវត្តិតិចមកថាការពីអូនប្រឡងជាប់ចម្រៀងឆ្នាំណានៅទូទួប៉ុស្តិ៍ណាអញ្ចឹងណាអូនឲ្យកម្មវិធីអីចានេះខ្ញុំប្រឡងចម្រៀងនៅឆ្នាំ1997ចាជាប់ចំណាត់ថ្នាក់លេខ1នៅប៉ុស្តិ៍ទូរទស្សន៍អប្សរាចាជាបទសម័យប៉ុន្តែនិពន្ធដោយខ្លួនឯងក៏ដូចជាមានអ្នកនិពន្ធឲ្យយើងបកស្រាយអញ្ចឹងណាបងចាហើយក្រោយពីពេលប្រឡងជាប់តើបានទៅបម្រើការងារនៅរាំងកាសាលណាខ្លះបានទៅបម្រើការងារនៅក្នុងរាំងកាសាលបុប្ផាទិព្វ1ចាមួយរយៈពេលខ្លីដែរចាដល់អញ្ចឹងប្រហែលជាអ្នកជំនាញជំនាន់វឿនឯងនឹងគាត់ស្គាល់ច្រើនហើយចាស្គាល់ចាគាត់ស្គាល់តែលើកលែងតែខ្ញុំឯងនិយាយត្រង់ខ្ញុំអត់បានស្គាល់វឿនមែនអត់ស្គាល់ហើយចុះបាត់មុខមករយៈនេះមករយៈធំមែនហ្មងចាមករយៈធំមកតំហឹងចាហ្នឹងហើយបាត់មករយៈធំនឹងទៅណាខ្លះហើយធ្វើការងារអីក្រោយពីពេលជាប់ជ័យលិភីលេខ1ហើយបានទៅជ្រៀងនៅរាំងកាសាលបានខ្លះមករយៈតូចក្រោយពីហ្នឹងទៅក៏អត់ដែរឃើញមុខសួនសវឿនទេអត់ដែរឃើញសោះតើប្អូនស្រីទៅបម្រើការងារខាងណាហើយធ្វើអីអញ្ចឹងណាចាបងដោយការមករយៈដែលខ្ញុំឈប់ពីរាំងកាសាលហ្នឹងមកគឺអត់មានកម្មវិធីអីផ្សេងទៀតទេគឺបានទៅរស់នៅជាមួយនឹងម្ដាយនៅឯស្រុកស្រែចាហើយក៏ឆ្លៀតធ្វើការសំណង់អីបន្តិចបន្តួចជាមួយនឹងអ្នកភូមិអ្នកស្រុកហ្នឹងដែលគេមកការអញ្ចឹងក៏សុំគេជូនអិតជូនអីអញ្ចឹងណាបងចាដើម្បីដោះស្រាយជីវភាពហើយនឹងមើលថែម្ដាយឈឺផងចាបងប្អូនហើយពេលឆ្នាំ2023នេះបានប្អូនស៊ីនរៈទេចាតែឥឡូវគាត់អធិការរងនៅទួលគោកចាប្អូនស៊ីនរៈហ្នឹងចាពេលដែលកម្មវិធីអីហ្នឹងក៏គាត់ទេមកខ្ញុំគាត់ថាបងអើយជួយប្រមូលជួយដាក់ឈ្មោះសួនសវឿនផង
គាត់អ្នកជំនាញជាប់លេខ1ឆ្នាំ97ហ្នឹងមកអញជួយដាក់ឈ្មោះគាត់ឲ្យទៅផងហើយខ្ញុំក៏ថាអត់អីទេឲ្យតែអ្នកចង់ក៏ដោយអ្នកចង់ទៅណាក៏ដោយមកចូលរួមគ្នាមកចាហើយក៏ដាក់ឈ្មោះមកដាក់ឈ្មោះមកទៅដល់ពេលអាហារសាមគ្គីទៀតចាក៏ដាក់ឈ្មោះបងអូនស្រីស៊ូនសវឿនទៅអាហារសាមគ្គីជាមួយតាំងពីពេលនោះមកក៏ខ្ញុំចេះតែងតែហៅគាត់កម្មវិធីអីក៏ដោយគឺខ្ញុំហៅគាត់ចាព្រោះដោយសារការអាណិតចាបងចាឬសូថាទៅដកផលិតលក់អានេះនិយាយការពិតមិនមែនជានិយាយនេះមិនមែនភាសាដ្រាម៉ាទេគឺខ្ញុំនិយាយការពិតគាត់ទៅដកផលិតដកតកួនលក់នៅស្រុកដើម្បីមើលម្ដាយឈឺដេកនៅពេទ្យថ្ងៃណាក៏គាត់ចូលពេទ្យដែរចាដល់អញ្ចឹងខ្ញុំចេះតែមានកម្មវិធីអីហៅគាត់រហូតកម្មវិធីអីហៅគាត់រហូតមកទល់នឹងពេលនេះចាហើយខ្ញុំពុំបានគុណបុណ្យរបស់បងឯងក៏ដូចជាបងឈិនស៊ីណារៈដែលបានណែនាំឲ្យមកជួបនឹងបងស្រីហើយបងស្រីតែងតែគាស់រំលើងយកសិល្បករចាស់ដែលបាត់មុខតាំងពីមុនមករហូតខ្ញុំនិយាយចំទៅការដែលមិនទាន់ជួបបងខ្ញុំឮតែគេនិយាយប៉ុន្តែអត់ដែលបានជួបបងផ្ទាល់សោះចាហើយដល់ពេលជួបផ្ទាល់បងពិតជាល្អមែនហើយជួយប្អូនរហូតតាំងពីនៅក្នុងផុករហូតមកដល់លើគោកហើយឥឡូវនេះចាប់ដើមបន្លែបន្តិចហើយដល់គេឃើញមុខដែលបាត់10ឆ្នាំជាងហ្នឹងគឺបាត់សូន្យហ្មងបងចាកុំបានគុណបុណ្យបងលើកប្អូនមករាល់កម្មវិធីអីទាំងអស់បងតែងតែហៅប្អូនទៅចូលរួមដើម្បីឲ្យគេស្គាល់ឲ្យគេនឹកឃើញឡើងវិញអញ្ចឹងណាបងចាហើយប្អូនអរគុណណាស់រាល់ពេលនៅមានកម្មវិធីក៏ដូចជារាល់ពេលដែលអត់មានម្ហូបអត់មានចំណីអាហារអីគឺបងតែងផ្ដល់ជាផ្អកជាត្រីងៀតចាជាអង្គដល់ប្អូនហើយពេលខ្លះក៏បងតែងជាឧបត្ថម្ភជាថវិកាឲ្យប្អូនបងប្អូនអរគុណបងចាអត់អីទេអាវឿនគេថានេះជាសិល្បៈនៃការចែករំលែកហើយណាមួយគាត់ជាសិល្បៈពិតប្រាកដគឺសិល្បៈដែលមានគុណភាពចាដល់អញ្ចឹងខ្ញុំអត់បោះបង់ពួកគាត់ចោលទេច្រើនណាស់សិល្បៈដែលមានគុណភាពដែលជាវិរៈសិល្បៈព្រឹកមិញនេះខ្ញុំបានប្រមូលផ្ដុំសិល្បៈចាស់ដូចជាម៉ែអឿនម៉ែណយសំណាងពុកស៊ីហើយម៉ែអុកផាឡាម៉ែកក់សំអល់ចាច្រើនណាស់ហើយជាពិសេសអ្នកដឹកនាំរឿងឲ្យគាត់ជាតកែផលិតកម្មឈ្មោះពូហុងចាគាត់ជាអ្នកដឹករឿងហើយអ្នកតកែផលិតកម្មហើយអ្នកតសេរឿងឥឡូវធ្លាក់ខ្លួនពិការភ្នែកជាង10ឆ្នាំហើយដើរសុំចានិយាយឲ្យអាក្រក់ស្ដាប់ដើរសុំទានហើយដើរសុំអង្គតាមវត្តតើយើងសំណោះពួកគាត់ប៉ុណ្ណាដែលគាត់ជាវិរៈសិល្បៈជាអ្នកមានចំណេះដឹងពិតប្រាកដហើយដល់ពេលគាត់ធ្លាក់ខ្លួនអញ្ចឹងខ្ញុំមកបានគុណបង្ក្លោកដែលស្រាវជ្រាវឈ្មោះមកឲ្យខ្ញុំហើយខ្ញុំក៏ស្រែកសុំអ្នកដែលគេមានធនធានចាក្រុមគ្រួសារប្អូនស្រីម៉ៅហ្នឹងចាគ្រាន់តែប្រាប់ភ្លាមគាត់ធ្វើបានដូចចិត្តអញ្ចឹងគាត់ថាលើបងប្រមូលផ្ដុំមកថ្ងៃទី17ខ្ញុំសុំធ្វើអំណោយធ្វើទានជូនចំពោះពួកគាត់ព្រឹកមិញនេះបាន25នាក់ដែលខ្ញុំបានចែកនាំពួកគាត់ទៅយកអំណោយយកទានពីក្រុមគ្រួសារប្អូនស្រីម៉ៅចាដូចជាលោកគ្រូគ្រងឥឡូវហ្នឹងលឺសូថាដេកពេទ្យមកអត់បានទេតែខ្ញុំទទួលអំណោយនេះទុកយកទៅជូនគាត់ចាហើយនឹងគ្រូស្មៀនពេចាហើយនឹងលោកគ្រូអ្នកគ្រូសមាលីនៅ3-4នាក់ទៀតដែលគាត់អញ្ជើញមកអត់បានអញ្ជើញមកអត់កើតអញ្ចឹងខ្ញុំទទួលអំណោយនេះឲ្យបងឃ្លោកដឹកយកទៅជូនគាត់ចាព្រឹកមិញហ្នឹងបានជូនអំណោយ25គ្រួសារដែរ25នាក់ចាគឺខ្ញុំលទ្ធភាពខ្ញុំអត់មានទេតែមានលទ្ធភាពនឹងស្រែកសុំចាខ្ញុំសុំជូនដល់វិរៈសិល្បៈពិតប្រាកដជាសិល្បៈតាំងពី79គឺមានជំនាញច្បាស់លាស់គឺខ្ញុំអត់ចោលពួកគាត់ទេចាហើយក៏សុំសុំដល់បងប្អូនទាំងអស់ដែលតែងតែអាណិតដល់សិល្បៈចាបើបងប្អូនថាចង់ជួយអំណោយដល់វិរៈសិល្បៈចាស់ចាតាមរយៈខ្ញុំចាស់អត់ទេគឺខ្ញុំប្រមូលផ្ដុំទៅយកដូចព្រឹកមិញអញ្ចឹងទៅយកអំណោយនៅផ្ទះប្អូនស្រីម៉ៅនិងក្រុមគ្រួសារគាត់ទាំងអស់ចាគាត់សប្បាយចិត្តណាស់គាត់ថាបានចែកទានផ្ទាល់គាត់សប្បាយចិត្តណាស់
ចាអញ្ចឹងបើបងប្អូនមានលទ្ធភាពថាចង់ជួយដល់វិរៈសិល្បៈចាស់ចាស់គឺតាមរយៈនាងខ្ញុំចាដែលមានលេខទូរស័ព្ទតាក់ទងមក012 766 333 010 766 333គឺខ្ញុំអត់គិតពីការនឿយហត់ទេឲ្យតែបានបងប្អូនជួយដល់ពួកគាត់ហើយជាពិសេសបងអូនស្រីសួនសវឿនចាជួយដល់គាត់ផងឥឡូវនេះកំពុងតែដុនដាបខ្លាំងណាស់ម្ដាយដេកពេទ្យហើយលទ្ធភាពបានត្រឹមដើរដកផលិតបេះតកូនលក់ចាអញ្ចឹងសូមបងប្អូនជួយដល់ពួកគាត់ចាឥឡូវសូមប្រហើសំឡេងមួយបទដែលការច្រៀងជាប់លេខ1វឿនជួយច្រៀងតិចមើលចាបទចម្រៀងដែលការដែលជាប់លេខ1នោះតាំងពីឆ្នាំ97មកវាយូរដែរហើយភ្លេចហើយប៉ុន្តែនៅមានបទចម្រៀងមួយទៀតដែលតាក់ទងនឹងជីវិតពិតរបស់ប្អូនដែលឡើងមកនៅទីក្រុងភ្នំពេញចាហើយរស់នៅជាមួយនឹងគេចាដូចរបៀបថានៅចាំផ្ទះឬក៏សម្អាតផ្ទះសម្អាតអីគេអញ្ចឹងដើម្បីពាក់ខែយកទៅផ្ញើទៅឲ្យម្ដាយហើយនឹងបងប្អូនអញ្ចឹងណាបងចាអញ្ចឹងជាងជីវិតពិតផងបងអូនទៅនេះក្រោមព្រះភិរុនព្រះភិរុនកំពុងតែបង្អោតែអត់អីទេដោយសារដើម្បីសិល្បៈវិរៈសិល្បៈនិងបងអូនស្រីសួនសវឿនខ្ញុំសុខចិត្តនៅហាលភ្លៀងចាស់ដើម្បីឲ្យបងប្អូនទស្សនិកជនទាំងអស់បានដឹងពីប្រវត្តិសិល្បៈនិងបងអូនស្រីសួនសវឿនចាសំនៀងខ្ញុំច្រៀងរៀបរាប់សាច់ក្តីប្រាប់ញាតិប្រុសស្រីស្រុកស្រែចំការថាខ្ញុំឃ្លាតឆ្ងាយកាយរងខ្លោចផ្សាអាសូរមេត្តាស្មានកូនបានសុខអំរាជីវិតពិតមានទំងន់លំបាកពេកពុនពេញដោយក្តីទុកដើម្បីវិជាសួរងអត់ធ្មត់លំបាកពេកពុនមិនហ៊ានហាស្ដីផ្ញើប្រាណនឹងគេឌីលស្ដីថាវាចាពុំគប់ញាប់ញ័រហារតីកូនរួមម្នាក់ឯងចំបែងរីរៃសង្ឃឹមម្ដាយថ្លៃនៅឯជើងមេឃហើយចង់ទ្រាំរស់តាមព្រំលីខិតលោកបានកំរិតជីវិតកំព្រាកូនស៊ូអត់ធ្មត់ទាំងទុកក្រំគ្រាសូមអិនព្រំមីស្រោចស្រង់ខ្ញុំផងនឹងរៀនចាបងប្អូនក៏ធ្លាប់ដឹងហើយចាធ្លាប់ដឹងពីប្រវត្តិពិតរបស់បងអូនស្រីសួនសវឿនចានេះជាជីវិតពិតថាគាត់ដែលច្រៀងប្រឡងជាប់លេខ1ហើយគាត់មកនៅជាមួយគេហើយខំថែសម្អាតផ្ទះបោះសម្អាតផ្ទះគេដើម្បីបានប្រាក់ខែខ្លះជូនបានកន្លែងជ្រករៀនសូត្រចាបានកន្លែងជ្រកហើយក៏បានប្រាក់ខែខ្លះបញ្ជូនទៅម្ដាយចាម្ដាយនឹងកូននៅឯស្រុកហើយយប់ឡើងនឹងទៅច្រៀងគ្រាន់បានកម្រៃតិចតួចគ្រាន់ចិញ្ចឹមជីវិតចឹងបងប្អូនបានឃើញហើយពីជីវិតពិតរបស់ប្អូនស្រីសួនសវឿនចាអញ្ចឹងក៏ខ្ញុំ
មានអីទេមានតែការសុំដោយបងប្អូនយើងនៅក្នុងប្រទេសក្រៅប្រទេសបើមានចិត្តធម៌មេត្តាអាណិតដល់ប្អូនស្រីសួនសវឿនបងប្អូនជួយតាមតែលទ្ធភាពបងប្អូនចាស់ចាខ្ញុំរាល់ថ្ងៃដូចខ្ញុំជំរាបបងប្អូនថាខ្ញុំស្រែកសុំជួយទៅដល់សិល្បករសិល្បករនេះដែលអត់បើខ្ញុំផ្ទាល់តែម្ដងគឺខ្ញុំអត់ទេតែដោយសារការជួយចាអាណិតដូចពួកគាត់អញ្ចឹងខ្ញុំអត់ដែលចោលពួកគាត់ទេអត់ដែលចោលអ្នកសិល្បៈដែលមានគុណភាពទេចាគឺខ្ញុំតែងតែប្រមូលផ្ដុំឲ្យគាត់បានទោះបីតិចតួចតាមសទ្ធាផុសបងប្អូនចាសូមអរគុណ